ថ្ងៃនេះខ្ញុំបានទៅកន្លែងដែលខ្ញុំចូលចិត្តមកកន្លែងទៀតហើយបងប្អូនហើយកន្លងមកខ្ញុំទៅប៉ុន្តែខ្ញុំអត់ដែលបានធ្វើវីដេអូទេហើយឥឡូវនេះខ្ញុំឆ្លៀតពេលធ្វើវីដេអូជូនបងប្អូនហើយចាត់ទុកថាដូចបងប្អូនបានមកលេងជាមួយខ្ញុំដែរកន្លែងនេះគឺជាកន្លែងលក់សភៅមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុងប៉ារីក្បែរនឹង Musée du Louvre មូលហេតុដែលខ្ញុំស្រឡាញ់កន្លែងហ្នឹងគឺដោយសារកន្លែងហ្នឹងគឺលក់សភៅល្បីៗដែលមកពីជុំវិញពិភពលោកហើយគេសរសេរជាភាសាអង់គ្លេសមិនមែនសរសេរជាភាសាបារាំងទេមានសភៅបារាំងដែរប៉ុន្តែក៏សរសេរជាភាសាអង់គ្លេសដែរសម្រាប់បងប្អូនដែលចូលចិត្តមើលសភៅខ្ញុំជឿថាបើសិនបើស្គាល់កន្លែងហ្នឹងហើយបានមកកន្លែងហ្នឹងច្បាស់ជាលងខ្លួនហើយដកខ្លួនអត់រួចទេប៉ុន្តែវាក៏ជារឿងប្រសើរដែរដែលយើងលងខ្លួនក្នុងកន្លែងសភៅល្អជាងយើងទៅលងខ្លួនកន្លែងផ្សេងសភៅទាំងអស់ហ្នឹងគឺសិតតែខ្ជូតហើយល្បីមែនតើសភៅនៅនេះគឺមានគ្រប់ប្រភេទទាំងអស់បងប្អូនមិនថាសភៅនិយាយពីសុខភាពសភៅនិយាយអំពី mindset ផ្នត់គំនិតអីរបៀបជោគជ័យរបៀបរស់ស៊ីរបៀបនៃការរស់នៅរបៀបនៃការនិយាយស្ដីអីគឺមានទាំងអស់ទស្សនាវដ្តីក៏មានសភៅប្រឡោមលោកក៏មានតែតម្លៃគេក៏គួរសមដែរមួយក្បាលហ្នឹងគឺអត់ក្រោម10អឺរ៉ូទេទិដ្ឋភាពដែលបងប្អូនឃើញហ្នឹងគឺទិដ្ឋភាពនៃជាន់ទី1ហើយឥឡូវគឺខ្ញុំឡើងទៅជាន់ទី2កន្លែងសភៅគេហ្នឹងគេមាន2ជាន់ណាបងប្អូនជាន់ទី2នេះគឺមានសភៅច្រើនដូចតាក់ទងជាមួយនឹងសភៅប្រវត្តិសាស្ត្រហើយនឹងសភៅកូនក្មេងនៅខាងលើហ្នឹងក៏មានសភៅកូនក្មេងដែរកាលពីលើកមុនខ្ញុំធ្លាប់ធ្វើវីដេអូតាក់ទងជាមួយនឹងកន្លែងលក់សភៅម្ដងដែរប៉ុន្តែកន្លែងលក់សភៅមុនហ្នឹងគឺសុទ្ធតែសភៅដែលសរសេរជាភាសាបារាំងអត់មានសភៅដែលសរសេរជាភាសាអង់គ្លេសទេហើយនៅកន្លែងនេះសម្រាប់បងប្អូនដែលចេះភាសាអង់គ្លេសចូលចិត្តអានសភៅអង់គ្លេសគឺមកកន្លែងហ្នឹងគឺត្រូវម៉ាច់នៅជាន់ខាងលើនេះគេមានហាងកាហ្វេគេមួយបងប្អូនអាចចូលទៅញ៉ាំកាហ្វេឬក៏អាចញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងហ្នឹងបានចំណែកខ្ញុំដើរ 3-4 ជុំហើយឥឡូវហ្នឹងគឺខ្ញុំបានរកឃើញសភៅមួយហើយដែលខ្ញុំត្រូវចិត្តខ្ញុំចូលចិត្តអ្នកនិពន្ធម្នាក់ហ្នឹងហើយខ្ញុំស្រឡាញ់សភៅដែលគាត់សរសេរប៉ុន្តែដោយសារសភៅគាត់លក់ដាច់ពេកអញ្ចឹងវាសល់តែមួយក្បាលចុងក្រោយហើយសភៅមួយក្បាលនេះមានតម្លៃ16អឺរ៉ូអូខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូនកន្លែងនេះអត់មានសភៅមួយទឹកទេសភៅនៅទីនេះសិតតែថ្មីទាំងអស់ដោយសារតែខ្ញុំមានកាតសមាជិកអញ្ចឹងរាល់ពេលដែលខ្ញុំទិញសភៅនៅទីនេះគឺខ្ញុំទទួលបានការបញ្ចុះតម្លៃ 5% គ្រប់សៀវភៅទាំងអស់លើកលែងតែសភៅទស្សនាវដ្តី